ជំរាបសួរសួស្តីអ្នកនរថ្ងៃនេះបានខ្ញុំនឹងមកប្រាប់ពីរបៀបប្រើប្រាស់ app Template របស់ក្រុមពួកយើងអញ្ចឹង app បងប្អូនចូលទៅឃើញមាន6មុខងារធំដែលមាននៅក្នុងប្រអប់ហ្នឹងហើយមុខងារទី1តទៅនឹងកន្លែងពេញនិយមក្នុងប្រទេសមុខងារទី2តទៅនឹងកន្លែងកម្សាន្តតាមខេត្តមួយមាន25ខេត្តហើយនឹងម្ហូបអាហារបន្តមកមុខងារមួយទៀតតទៅនឹងការបកប្រែជាភាសាខ្មែរសម្រាប់ជនបរទេសនិងមានមុខងារវីដេអូនិងមានមុខងារសង្គ្រោះបន្ទាន់ដែលមុខងារសង្គ្រោះបន្ទាន់គឺយើងសម្ដែងទៅលើមុខងារដែលមានលេខទូរស័ព្ទរបស់អាជ្ញាធរឬក៏មន្ទីរពេទ្យសម្រាប់សង្គ្រោះបន្ទាន់យ៉ាង5ខាត់ម្ដងនិងសំខាន់ដែលយើងអាចខលហៅចឹងបានក្រៅពីហ្នឹងយើងក៏មានមុខងារពិសេសដូចដាក់នៅខាងក្រោមមានដូចជា AI សម្រាប់ scan មតិយោបល់ហើយនឹងទីតាំងយើងបច្ចុប្បន្នអញ្ចឹងបើយើងក៏លេខទៅមើលប៊ូតុងរូបផ្ទះហ្នឹងគឺប៊ូតុង Home នៅពេលដែលយើងចុចលើវាទៅវានឹងបង្ហាញនៅមុខងារដូចខាងក្រោមផងដែរអញ្ចឹងបើយើងចុចទៅលើកន្លែងចុចឈ្មោះវានឹងបង្ហាញកន្លែងដែលយើងបង្កើតការចុចឈ្មោះដើម្បីឲ្យពួកយើងសម្គាល់បានដើម្បីពួកយើងដឹងថាតាមមានអ្នកប្រើប្រាស់ប្រមាណអ្នកហើយគាត់មានមុខរបរជាអីដើម្បីពួកយើងងាយស្រួលក្នុងការដោះស្រាយបញ្ហាអញ្ចឹងតើពីយើងចុចប៊ូតុង Back ហើយវានឹងត្រឡប់មកវិញចុចទៅលើកន្លែងផ្សេងវានឹងមានមុខងារផ្សេងៗនេះគឺជាកន្លែង Scan ខាងនេះគឺចង់ទៅពេលចុចមើលប៊ូតុងដើមវិញយើងឃើញមានរូប AI នៅពេលដែលយើងចុចទៅនឹងអាចយើងសន្ទនាជាមួយ AI បានព្រោះផងចំណុចនេះណាគឺមានន័យថាយើងអាចសួរសំណួរគ្រប់ទៅកាន់ AI ដើម្បីឲ្យវាឆ្លើយបានហើយដល់ពេលដែលវាឆ្លើយវានឹងនិយាយឲ្យយើងស្ដាប់តាមរបស់យើងបានប្រហែលចាំប្រហែលអាននៅកន្លែងមានពលីខ្លាំងឬក៏ប្រហែលអីទេគឺវាអានឲ្យយើងស្ដាប់តែម្ដងហើយយើងក៏អាចចុចប៊ូតុង back ត្រឡប់មកវិញចុចចូលកន្លែង scan វានឹងមានកន្លែងឲ្យពួកយើង scan ដែរហើយក៏ពីហ្នឹងយើងក៏មានមុខងារដើម្បីស្វែងរកទីតាំងយើងនៅពេលបច្ចុប្បន្នថាយើងកំពុងនៅណាផងដែរចំពោះមុខងារទី1របស់យើងគឺតើនឹងកន្លែងទេសចរដែលពេញនិយមមានទេសចរវប្បធម៌ធម្មជាតិអរូបីនិងការច្នៃពេលដែលយើងចុចចូលទេសចរវប្បធម៌វានឹងបង្ហាញនៅទីតាំងផ្សេងបន្ទាប់មកតើនឹងធម្មជាតិវានឹងក៏បង្ហាញដូចគ្នាដែរយើងនឹងប្រាប់ពីកន្លែងដើរលេងក្រៅពីហ្នឹងក៏មានអរូបីហើយនឹងមានទេសចរការច្នៃផងដែរហើយកន្លែងមកមើលមុខទី2គឺកន្លែងកម្សាន្តតាមខេត្តដែលមានទាំង25ខេត្តក្រុងនៅពេលដែលយើងចុចលើខេត្តណាមួយឧទាហរណ៍ទៅខេត្តបៃលិនវានឹងបង្ហាញកន្លែងដើរលេងចឹងទៅចំពោះខេត្តផ្សេងទៀតខ្ញុំចង់ដែរប៉ុន្តែខ្លឹមសារខ្លះគឺយើងអត់ទាន់បានដាក់ចូលទេដោយសារតែយើងធ្វើអត់ទាន់ហើយកន្លែងមកមើលមុខងារទី3គឺពិតជាសំខាន់មែនតើដោយសារតែវាគឺជួយគ្រប់គ្រងផលិតផលនៅក្នុងស្រុកយើងដែលនៅពេលដែលយើងចុចទៅលើប៊ូតុងអាហារហើយនិងភោជនីយដ្ឋានវានឹងបង្ហាញនៅលីងមកជួយឲ្យពួកយើងជួយយើងចុចទៅលើខ្លឹមសារមួយនេះវានឹងបង្ហាញព័ត៌មានផ្សេងៗដែលទៅក្នុងមុខម្ហូបហ្នឹងហើយយើងក៏អាចស្វែងរកទីតាំងបានគ្រាន់តែយើងចុចលើពាក្យថា location ពណ៌ទឹកប្រាក់នៅខាងលើវានឹងបង្ហាញទៅផ្ទាំងមួយទៀតដែលតាក់ទងនឹងកន្លែងដែលយើងត្រូវធ្វើដំណើរទៅនេះថាវាមិនបង្ហាញ Google Map កន្លែងមកមើលមុខងារទីមួយទៀតគឺតាក់ទងនឹងការបកប្រែគឺពួកយើងបង្កើតពីមុខងារដែរគឺមានទាំងការបកប្រែដោយ Google Translate ហើយនិងការបកប្រែដោយចេញពីពួកយើងផ្ទាល់ការបកប្រែចេញពីពួកយើងផ្ទាល់គឺមានន័យថាដល់ពេលដែលយើងចុចចូលទៅវានឹងមាន clear ផ្សេងដែលពួកយើងជ្រើសរើសហើយដែលមានអក្សរអង់គ្លេសពីមុខចង់ថាបើសិនជាជនបរទេសប្រើប្រាស់ទៅទោះជាគាត់អត់អាចនិយាយខ្មែរបានប៉ុន្តែគាត់អាចមើលអក្សរអង់គ្លេសបាននៅពេលដែលគាត់ចុចទៅលើពីអង់គ្លេសដែលគាត់ចង់ឲ្យវាដូចសំឡេងហ្នឹងវានឹងបង្ហាញនៅសំឡេងជាអក្សរខ្មែរដែលពួកយើងបានបញ្ចូលនៅចង់វាពិតជាមានប្រយោជន៍មែនតើចង់មួយទៀតទៅក្នុងមុខងារវីដេអូហ្នឹងគឺយើងបញ្ចូលវីដេអូដែលអ្នកដំណើរផ្សេងទៀតគាត់បានទៅដល់កន្លែងហ្នឹងហើយវាផ្ដល់បទពិសោធន៍អីខ្លះវារបៀបបាច់ចឹងអ្នកទេសចរលើក្រោមគឺគាត់អាចចុចចូលទៅមើលបានអញ្ចឹងវាធ្វើឲ្យអ្នកទេសចរអាចមានបទពិសោធន៍មួយទៀតផងដែរដើម្បីឲ្យគាត់អាចត្រៀមលក្ខណៈទុកមុនអញ្ចឹងត្រឡប់មកវិញ app របស់យើងគឺមាន6មុខងារសំខាន់ហើយនឹងមុខងារពិសេសជាច្រើនដែលអ្នកទេសចរគឺគាត់អាចប្រើប្រាស់ដើម្បីជាជំនួយពួកគាត់បានផងដែរគឺប្រធាន app ហ្នឹងឡើងគឺដើម្បីជួយអ្នកទេសចរដែលជាជនជាតិខ្មែរជនជាតិបរទេសដើម្បីឲ្យគាត់អាចប្រើប្រាស់ app ហ្នឹងទៅព្រោះថាយើងគឺមិនមានដាក់អក្សរខ្មែរទេនៅពីក្រោមអក្សរខ្មែរគឺតែជាអក្សរអង់គ្លេសពីក្រោមហើយអញ្ចឹងវាធ្វើឲ្យជនបរទេសពេលដែលគាត់មកគាត់អាចមើលស្រាវជ្រាវបានយ៉ាងងាយស្រួលផងដែរចំពោះទីតាំងនីមួយវិញទោះជាបច្ចុប្បន្នយើងអត់ទាន់បានបញ្ចូលអស់ប៉ុន្តែក៏ពួកយើងព្យាយាមបញ្ចូលដែរដោយសារតែពួកយើងមានពេលវេលាមិនទាន់គ្រប់គ្រាន់សម្រាប់បញ្ចូលទេពួកយើងកំពុងតែព្យាយាមប្រមូលពេលវេលានិងប្រមូលថវិកាដើម្បីតទៅនឹងការស្រាវជ្រាវទីតាំងនីមួយពួកយើងក៏មានគម្រោងស្រាវជ្រាវជាមួយនឹងសហការជាមួយនឹងអ្នកលក់នៅក្នុងភូមិយើងផងដែរដើម្បីឲ្យពួកគាត់អាចមានទីតាំងនៅក្នុង Google Map ហើយក៏ដូចជាឲ្យពួកគាត់ហ្នឹងអាចលក់ដូរ
ឲ្យមានភាពរីកចម្រើនជាងមុនឲ្យគេស្គាល់ច្រើនជាងមុនមកដែរអញ្ចឹងការប្រើប្រាស់ app របស់ពួកយើងមានតែប៉ុណ្្នឹងទេ